Nông video nàyខ្ញុំសូមចែករំលែកជាមួយនឹងបងប្អូនជាបន្តទៀតទាក់ទងទៅនឹងភាពតានតឹងរវាងកម្ពុជានិងប្រទេសថៃក្នុងវីដេអូនេះខ្ញុំនឹងលើកឡើង3ចំណុចសំខាន់ទី1នោះគឺវិធីសាស្ត្រយុទ្ធសាស្ត្ររបស់ថៃដែលបានប្រើប្រាស់ដើម្បីគម្រាមកំហែងទៅលើប្រទេសកម្ពុជាទី2ការឆ្លើយតបរបស់កម្ពុជាហើយនឹងទី3គឺការត្រៀមកងទ័ពរបស់កម្ពុជាពីព្រោះថៃអាចនឹងប្រើប្រាស់កងទ័ពដើម្បីទម្លាក់មេដឹកនាំខ្លួនបង្កសង្គ្រាមហើយប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដើម្បីកិច្ចវេះមិនចង់ឡើងតុលាការយុត្តិធម៌អន្តរជាតិទី1ស្ថានភាពដ៏គ្រោះថ្នាក់រវាងកម្ពុជានិងប្រទេសថៃប្រទេសកម្ពុជានិងថៃនាពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ប្រសិនបើឈានខុសតែមួយជំហានវានឹងក្លាយទៅជាគ្រោះថ្នាក់ដ៏ធំធេងទាំងសេដ្ឋកិច្ចទាំងអាយុជីវិតបរណភាពទឹកដីនិងការបង្កើតភាពជាសត្រូវប្រវត្តិសាស្ត្រនេះគឺជាពេលវេលាដ៏គ្រោះថ្នាក់និងតានតឹងបំផុតនៃការសម្រេចចិត្តដែលវាកំណត់នៅទំនាក់ទំនងកម្ពុជានិងប្រទេសថៃនេះគឺជាការធ្វើដំណើររបស់ជាតិឆ្ពោះទៅការប្រឈមមុខតតាំងជាមួយសត្រូវដែលធំជាងប្រទេសយើងនិងមានមហិច្ឆតាចង់បានទឹកដីហើយក៏មិនគោរពច្បាប់ទម្លាប់អន្តរជាតិហេតុនេះសូមយើងទាំងអស់គ្នារួបរวมសាមគ្គីជាមួយរាជរដ្ឋាភិបាលផ្ដល់នូវការជឿជាក់ការជឿទុកចិត្តចំពោះវិធានការរបស់រាជរដ្ឋាភិបាលពីព្រោះសាមគ្គីនាពេលនេះវាគឺដើម្បីប្រទេសជាតិដើម្បីទឹកដីនិងដើម្បីតម្លៃជាជនជាតិខ្មែរនាពេលនេះថៃបានជ្រើសរើសយកវិធីសាស្ត្រដូចតទៅទី1ថៃបានលបបាញ់កងទ័ពរបស់យើងរហូតដល់ពាក្យលាអាយុជីវិតម្នាក់ហើយសម្ដែងខ្លួនធ្វើជាជនរងគ្រោះប្រកោប្រកាសប្រាប់អន្តរជាតិនិងប្រជាជនរបស់ខ្លួនថាកម្ពុជាគឺជាអ្នកបាញ់មុនហើយថាថៃខ្លួនឯងគឺជាអ្នកបាញ់ការពារខ្លួនតែប៉ុណ្ណោះទី2ថៃបានជ្រើសរើសយកការប្រមាថមើលងាយការគំរាមកំហែងទៅលើប្រជាជនខ្មែរទឹកដីខ្មែរនិងកម្មករខ្មែរថៃបានបាត់ព្រំដែនជាឯកតោភាគីគំរាមដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតគំរាមឈប់លក់ទំនិញមកឲ្យកម្ពុជាគំរាមប្រើប្រាស់យោធាវ័យសម្រាប់ចូលយកទឹកដីខ្មែររហូតដល់ទីក្រុងភ្នំពេញដែលនេះគឺជាការប្រមាថដ៏អាក្រក់បំផុតទី3ថៃបានជ្រើសរើសយកការកុហកការភូតភរនិងការសម្ដែងធ្វើជាជនរងគ្រោះថៃព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតទាំងព័ត៌មានជាតិនិងប្រាប់ទៅដល់អន្តរជាតិថាខ្មែរឈ្លានពានទឹកដីថៃថាខ្មែរបាញ់ថៃមុននឹងយកផែនទីដែលគូវាស់ដោយខ្លួនឯងហើយអញ្ជើញមន្ត្រីយោធាប្រមាណជា47ប្រទេសទៅប្រាប់ថាកម្ពុជាគឺជាអ្នកឈ្លានពានយកទឹកដីថៃថាកម្ពុជារំលោភបំពាននៅកិច្ចព្រមព្រៀងរហូតមកទល់ពេលនេះក្រុមអ្នកប្រឆាំងថៃថាកម្ពុជាបានឈ្លានពានថៃនៅក្នុងរយៈពេល25ឆ្នាំមកនេះកម្ពុជាបានឈ្លានពានថៃ470ដងជាងឯណោះនេះគឺថៃព្យាយាមធ្វើឲ្យជនបរទេសនិងជនជាតិថៃស្អប់ខ្មែររឹតតែខ្លាំងហើយមើលឃើញខ្មែរគឺជាតួអង្គដ៏អាក្រក់ចំណែកខ្លួនឯងគឺជាអ្នកត្រឹមត្រូវគឺជាជនរងគ្រោះទី4ថៃជ្រើសរើសយកការកិច្ចវេះមិនចង់តតាំងនៅតុលាការយុត្តិធម៌អន្តរជាតិនិងព្យាយាមផ្សព្វផ្សាយព័ត៌មានបំផុសបំផុលប្រជាជនខ្លួននិងពិភពលោកថៃបានប្រាប់ប្រជាជនខ្លួនថាថៃមិនទទួលយកយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិចាប់តាំងពីឆ្នាំ1960ថាកម្ពុជារំលោភបំពាននៅអនុសារណៈនៃការយោគយល់គ្នាក្នុងឆ្នាំ2000ថាកម្ពុជានិងថៃមានយន្តការទ្វេភាគីដែលអាចដោះស្រាយបញ្ហាបានប៉ុន្តែនៅក្នុងគោលបំណងគឺកិច្ចវេះមិនឡើងទៅតតាំងនៅតុលាការចង់ប្រើប្រាស់កម្លាំងប្រើប្រាស់មធ្យោបាយទ្វេភាគីដើម្បីបង្កភាពតានតឹងជាមួយនឹងកម្ពុជាលើពីនេះថៃថាតុលាការយុត្តិធម៌អន្តរជាតិលំអៀងមកប្រទេសកម្ពុជាហេតុនេះថៃមិនអាចទទួលយកបានជាដាច់ខាតតាមពិតថៃមិនត្រឹមតែមិនចង់ដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់នោះទេក៏ប៉ុន្តែថែមទាំងព្យាយាមប្រឌិតកំហុសដាក់ឲ្យកម្ពុជានិងស្ថាប័នអន្តរជាតិ
ទី5ថៃជ្រើសរើសយកការអុចអាលការញុះញង់និងការបង្ខូចកេរ្តិ៍ឈ្មោះអ្នកនាំពាក្យយោធាថៃឧត្តមសេនីយ៍វិនថៃបានចាញ់សេចក្តីថ្លែងការណ៍របស់ខ្លួនដែលមានចេតនាអុចអាលញុះញង់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាដែលមិនមែនជាចរិតលក្ខណៈនៃការដោះស្រាយបញ្ហាតាមបែបការទូតជាឧទាហរណ៍ថៃបានចាញ់សេចក្តីថ្លែងការណ៍អំពាវនាវអុចអាលដល់ប្រជាជនកម្ពុជាឲ្យបែកបាក់សាមគ្គីឲ្យស្អប់មេដឹកនាំរបស់ខ្លួនថៃបានលើកឡើងថាប្រជាជនកម្ពុជាត្រូវដឹងច្បាស់ថានាពេលនេះមេដឹកនាំកម្ពុជាកំពុងតែបញ្ឆេះបញ្ហាព្រំដែនព្រោះតែចង់បានការគ្រប់គ្រងចង់បង្កើនប្រជាប្រិយភាពហើយមេដឹកនាំកម្ពុជាជិតដល់ពេលបោះឆ្នោតថៃថែមទាំងលើកឡើងថាមេដឹកនាំកម្ពុជាគឺគិតតែពីប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះជាពិសេសនាពេលនេះថៃបានចោទកម្ពុជាថាកម្ពុជាផ្ដាច់អ៊ីនធឺណិតនាពេលនេះគឺជាការឆ្លើយតបទៅនឹងការបង្ក្រាបក្រុមអ ுக ្រិតជនល្បែងស៊ីសងខុសច្បាប់ក្រុមឆោបបោកតាមអនឡាញនិងការហាមឃាត់របស់ថៃមិនអោយប្រជាពលរដ្ឋរបស់ខ្លួនមកលេងកាស៊ីណូនៅកម្ពុជាថៃថែមទាំងលើកឡើងថាកម្ពុជាជួយពួកអ ுக ្រិតជនក៏ប៉ុន្តែថៃគឺជាអ្នកជួយជនរងគ្រោះទី2យុទ្ធសាស្ត្ររបស់កម្ពុជាឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រទេសថៃកម្ពុជានាពេលនេះបានឆ្លើយតបដូចតទៅទី1កម្ពុជាឈប់ទិញអ៊ីនធឺណិតពីប្រទេសថៃហើយនឹងបិទបញ្ចប់ការចាក់បញ្ចាំងភាពយន្តថៃនៅតាមស្ថានីយ៍ទូរទស្សន៍ទី2កម្ពុជាបានបិទនៅច្រកព្រំដែនគឺច្រកព្រំដែនដងដែលជាតំបន់ជាផ្លូវដ៏សំខាន់នៃការដាក់ទំនិញរបស់ថៃទៅលក់នៅប្រទេសវៀតណាមហើយទី3កម្ពុជាបានរៀបចំឯកសារដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទី4កម្ពុជានៅតែបន្តយន្តការទ្វេភាគីបដិញ្ញារក្សាសន្តិភាពស្ថិរភាពហើយនឹងភាពជាអ្នកជិតខាងល្អយន្តការទ្វេភាគីនោះគឺផ្ដោតទៅលើការបោះបង្គោលព្រំដែនទៅលើតំបន់ដែលមានការឯកភាពគ្នារួចជាស្រេចទី5សម្ដេចហ៊ុនសែនបានគម្រាមតបទៅនឹងប្រទេសថៃចំនួន6ចំណុចដែលជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ថៃនៅក្នុងការបិទច្រកព្រំដែនជាឯកតោភាគីសម្ដេចហ៊ុនសែនបានលើកឡើងថាក្នុងករណីដែលភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីកម្ពុជាត្រូវធ្វើដូចតទៅទី1ប្រកាសឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថាឈប់ប្រើទំនិញថៃជំនួសដោយការប្រើប្រាស់ទំនិញក្នុងស្រុកហើយនឹងទំនិញមកពីប្រទេសផ្សេងក្រៅពីប្រទេសថៃទី2ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុកទី3បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃមករកមន្ទីរពេទ្យនៅក្នុងស្រុកឬទៅប្រទេសផ្សេងវិញជំនួសទី4ត្រៀមទទួលយកនិងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃកម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្មទាំងក្នុងវិស័យកសិកម្មហើយនឹងសំណង់រាប់សិបម៉ឺនកន្លែងបងប្អូនពលករអាចចាក់ចែងមកកម្ពុជាមុនថៃបណ្ដាញចាញ់ដែលពេលនេះកំពុងទទួលរងនូវការមើលងាយនិងការប្រមាថយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួនទី5កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24ម៉ោងលើ24ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានទី6បណ្ដាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាពហើយនឹងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈចាំបាច់ផ្សេងទៀតការឆ្លើយតបរបស់កម្ពុជានឹងធ្វើឲ្យថៃមានការបែកបាក់គ្នារឹតតែខ្លាំងហើយនឹងទទួលរងនូវភាពអាម៉ាស់រឹតតែខ្លាំងហើយដើម្បីបង្វែរភាពអាម៉ាស់នឹងការបែកបាក់ផ្ទៃក្នុងរបស់ខ្លួនជាពិសេសដើម្បីកិច្ចវេះមិនចង់ឡើងតុលាការយុត្តិធម៌អន្តរជាតិថៃអាចនឹងលើកកងទ័ពឈ្លានពានកម្ពុជាហេតុនេះសូមបងប្អូនកងទ័ពមានការប្រុងប្រយ័ត្នខ្ពស់នោះគឺមុនពេលនៃការចរចាយប់នៃការចរចាថ្ងៃទី14និងក្រោយពេលនៃការចរចាពួកយោធាថៃអាចនឹងបង្កសង្គ្រាមហើយទម្លាក់នាយករដ្ឋមន្ត្រីថៃហើយប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដោយគ្មានមេដឹកនាំច្បាស់លាស់
đầm bay kịch vé mình lang tòa la cài dư tịch thua ổn trả chiến